អង្គទ្រង់ត្រាស់ប្រកាសសម្ដែងនៅព្រះគាថាមួយប្រពចំពោះសទ្ធិវិហារករបស់ព្រះមហាកាសបៈព្រះអង្គមានព្រះគាថាថាចរញ្ជេនីធិកេឆយៈសយយ៉ាងសតិសៈមតនោឯកចរិយ៉ាងតលហង្កយិរាណដ្ឋិពាលាសហាយតាបុគ្គលកាលស្វែងរកកល្យាណមិត្តបើមិនបានមិត្តដ៏ប្រសើរជាងខ្លួនឬមិត្តដែលស្មើនឹងខ្លួនទេគប្បីប្រព្រឹត្តនៅតែម្នាក់ឯងឲ្យខ្ជាប់ខ្ជួនវិញព្រោះថាសហាយតាគុណមិនមាននៅក្នុងបុគ្គលពីឡើយនឹងព្រះអង្គសម្ដែងថាបើសិនជារកមិត្តណាដែលល្អជាងខ្លួនណាមិនបានហើយក៏រកមិត្តណាដែលស្មើនឹងខ្លួនក៏មិនបានអត់មានព្រោះថារកអត់បានអញ្ចឹងព្រះអង្គសម្ដែងថាឲ្យនៅម្នាក់ឯងវិញប្រសើរជាងព្រោះសហាយតាគុណនឹងសហាយតាគុណគឺគុណនៃមិត្តល្អសហាយៈក្នុងទីនេះមិនមែនសហាយស្មន់ទេវាសហាយវាថាមិត្តណាហ្នឹងហើយគឺសហាយតាគុណគុណមិត្តល្អហ្នឹងគឺអត់មាននៅក្នុងបុគ្គលពីលទេបុគ្គលពីលមិនមែនជាមិត្តល្អទេអញ្ចឹងព្រះអង្គសម្ដែងថាគប្បីនៅម្នាក់ឯងវិញល្អជាងការនៅរួមជាមួយនឹងបុគ្គលពីលនឹងពុទ្ធដីកាផ្ដាំផ្ញើមកអញ្ចឹងណាទៅហ្នឹងហើយដោយភិក្ខុមួយអង្គនោះជាសទ្ធិវិហារករបស់ព្រះមហាកាសបៈប៊ូហើយនឹងចម្រើនឈានបានដល់ទៅចតុត្តឈានមានរិទ្ធអភិញ្ញាទៅទៀតទៅកាលអីថ្ងៃមួយទៅផ្ទះឪពុកមានឹងបានឃើញនៅអារម្មណ៍ដែលធ្វើឲ្យកើតដំរេកអីចឹងទៅក៏លោកចង់សឹកទៅហ្នឹងហើយចង់សឹកហើយលោកសឹកទៅសឹកមិនប្រមាណលោកប្រកបកិច្ចការងារមិនកើតអីមិនកើតច្រើនដោយការខ្ជិលចោសអីចឹងទៅដល់រាប់អាននៅពពួកចៅធ្វើចៅងេងឯងទៅនឹងរស់ស៊ីអីធ្វើចៅថ្ងៃមួយរាជបរោះចាប់បានគេយកទៅសម្លាប់គេវាយមកកន្លែង4រំពាត់មកកន្លែង4រំពាត់ពេញខ្លួនសិតរំពាត់ផ្ដៅមានបន្លាទៀតចឹងទៅចៅនឹងមានទុក្ខវេទនាយ៉ាងក្រៃលែងតែម្ដងហើយពេលដែលគេបណ្ដាយកទៅសម្លាប់នឹងគេចងស្លាបសេកដៃទៅក្រោយនឹងឯងហើយគេបណ្ដាយកទៅព្រះមហាកាសបៈលោកនិមន្តបណ្ឌបាតលោកធ្លាប់ជាព្រះឧបជ្ឈីរបស់បរោះនឹងនោះលោកឃើញលោកអាណិតលោកសង្វេគណាលោកនិមន្តទៅពួករាជបរោះក៏ស្គាល់ប្រធេរៈដែរពេលដែលស្គាល់ប្រធេរៈហើយក៏ប្រធេរៈថាងសុំឲ្យបធូរចំណងឲ្យគាត់បន្តិចទៅក៏គេបធូរចំណងអីទៅព្រះមហាកាសបៈលោកសំដែងធម៌លោកថាមនាលបរោះហើយអ្នកឯងត្រឡប់មកគិតគូរធម៌ដែលធ្លាប់ចេះនឹងមើលធម៌អាដែលធ្លាប់ចេះធ្លាប់សិក្សាធ្លាប់រៀនហ្នឹងមកគិតគូរមកពិចារណាឡើងវិញទៅចុះពីមុនមកជាសទ្ធិវិហាររបស់លោកក៏ដឹងដែរណាធ្លាប់បួសរៀនក្នុងសំណាក់របស់ប្រធេរៈហើយឥឡូវនេះទៅជាអ្នកមានទោសគេយកទៅបហាជីវិតអញ្ចឹងពេលហ្នឹងដៃជាប់ចំណងទេប៉ុន្តែបានគេបធូរឲ្យបន្តិចទៅក៏គិតពិចារណាធម៌ចម្រើនធម៌បានសម្រេចឈានណាហ្នឹងហើយបានសម្រេចឈានពេលបានសម្រេចឈានទៅហ្នឹងលែងមានអារម្មណ៍អីចិត្តអីភ័យខ្លាចនឹងគេសម្លាប់ស្រាប់តែទឹកមុខនឹងស្រស់បោះមកវិញដោយសារមានគុណធម៌ពីខាងក្នុងសូម្បីគេមានបំណងដើម្បីនឹងសម្លាប់ក៏ខ្លួនឯងហ្នឹងវាបានទីពឹងហើយនោះហ្នឹងហើយក្នុងខណៈនោះរាជបរោះទាំងឡាយក៏ឃើញអាការៈប្លែកអញ្ចឹងទូលដល់ព្រះរាជាថាឲ្យដោះលែងបរោះហ្នឹងទៅមើលទៅបរោះហ្នឹងអ្នកមានគុណធម៌ព្រះរាជាទៅក្រាបទូលដល់ព្រះរាមាភិហ្នឹងហើយព្រះអង្គទ្រង់បញ្ចេញនៅព្រះឆាពនរាំងសីចំពោះមុខបរោះហ្នឹងសម្ដែងពធដល់បរោះហ្នឹងឯងបរោះហ្នឹងក៏បានសម្រេចសោតតា
ហ្នឹងហើយក្នុងគណៈនោះបរោះនោះធ្វើដំណើរតាមផ្លូវអាកាសដោយរិទ្ធរបស់ខ្លួនហ្នឹងទៅកាន់វត្តវេលុបវ័នព្រះរាមាភិបព្រះអង្គសម្ដែងពធហ្នឹងហើយបរោះនោះសម្បូរហើយសម្រាប់ជាព្រះអរហន្តហ្នឹងហើយអាហ្នឹងគ្រាន់តែរឿងរ៉ាវតាក់ទងនឹងការខ្សែគប់មួយផ្លេតដំបងខ្សែគប់ជាមួយព្រះមហាកាសបៈទៅបួសក្រោយមកទៀតតែលែងចង់បួសហើយទៅជាកុហកដល់ទៅជាកុហកទៅខ្សែគប់ពីលដល់ខ្សែគប់ពីលមានអីរហូតដល់ទៅធ្វើចោលធ្វើអីមានទោសយ៉ាងក្រៃលែងអង្កាលពីនៅបួសនេះសិតតែបានឈានបានអភិញ្ញាអីទៅទៀតអញ្ចឹងបានថាវិស័យបឋិជននេះអត់ទៀងទាត់ទេណាអត់ទៀងទាត់ទេសំបីបានដល់ឈានរិទ្ធសមាបត្តិអីហ្នឹងហើយក៏ដោយក៏នៅតែប្រែប្រួលអញ្ចឹងចិត្តរបស់បឋិជនហ្នឹងមិនទៀងទាត់ទេកាលបើនៅបឋិជនហ្នឹងមិនអាចនឹងថាទុកចិត្តបាន 100% ទេពីព្រោះអីពីព្រោះថាបឋិជនហ្នឹងនៅមានកិលេសក្រៃក្រាស់អាចនឹងប្រែប្រួលអាចនឹងញាប់ញ័រអាចនឹងកម្រើកដោយប្រការណាមួយមិនខានទេហើយដល់ថ្នាក់បានឈានបានអីហើយនៅតែសឹកហើយនៅតែទៅធ្វើចោលបានទៀតប៉ុន្តែដោយសារមាននេះកល្យាណមិត្តនេះគឺព្រះថេរៈគឺព្រះមហាកាសបៈនេះលោកទៅសំដែងធម៌ប្រោសអីចឹងទៅភ្ញាក់រលឹកគិតគូរពិចារណាធម៌ឲ្យព្រះរាមាភិបក៏ព្រះអង្គទ្រង់ប្រោសទ្រង់ជួយហ្នឹងហើយបរោះដែលមានទោសហ្នឹងហ្នឹងហើយបានសម្រេចធម៌រហូតដល់ព្រះរាជាដោះលែងអីចឹងទៅបួសបានសម្រេចជាព្រះអរហន្តណាអានឹងយើងថ្លឹងថ្លែងមើលការសែបគប់ហ្នឹងហើយរវាងការសែបគប់បណ្ឌិតនិងសែបគប់ពីលទៀតគ្រាន់តែសែបគប់ពីលតែមួយផ្លែតហ្នឹងមានទោសដល់ថ្នាក់គេយកទៅប្រហារជីវិតហ្នឹងហើយគ្រាន់តែសែបគប់បុគ្គលពីលតែមួយរយៈហ្នឹងត្រូវមានទោសហ្នឹងណាអញ្ចឹងបានថាការសែបគប់បុគ្គលពីលហ្នឹងគូឲ្យខ្លាចគូឲ្យញើតណាបានព្រះបរមពោធិសត្វលោកទូមានកូនរបស់លោកថាម៉េចថាកូនហើយគប្បីវាចាក់នៅបុគ្គលពីលដូចជាគេវាចាក់នៅអាសេរពឹសឬក៏វាចាក់នៅផ្លូវដែលប្រឡាក់ដោយម៉ូតលីមុខគ្រឿងស្មោករោគអញ្ចឹងក៏ដើរវៀងទៅឬក៏វាចាក់នៅផ្លូវដែលមិនរៀបស្មើរដេបរដប់អីហ្នឹងក៏វាចាក់ផ្លូវហ្នឹងដើរផ្លូវដែលស្រួលទៅព្រោះការសែបគប់នៅបុគ្គលពីលនេះនាំមកនៅសេចក្តីទុក្ខសូម្បីចម្ពោះទ្វីបឬក៏ផែនដីទាំងមូលនេះមិនមានមនុស្សទេមានតែបុគ្គលពីលតែម្នាក់ក៏យើងមិនគប្បីទៅស្វែងរកបុគ្គលពីលនឹងមកដែរពីព្រោះការទៅរកបុគ្គលពីលនឹងរមែងនាំមកនៅគ្រោះចង្រៃអន្តរាយគ្រប់យ៉ាងមកឲ្យខ្លួនឯងអញ្ចឹងគឺបុគ្គលដែលអាក្រក់ដោយកាយដោយវិចារដោយចិត្តហ្នឹងណាគឺជាបុគ្គលដែលយើងត្រូវវាចាកមិនមែនថាទៅស្អប់ទៅសម្លាប់គាត់ឬក៏ទៅធ្វើអីទេគ្រាន់តែវាចាកតាវាចាកហ្នឹងបានន័យថាកុំទៅចិត្តទៅក្បែរកុំទៅសែបគប់កុំទៅរាប់រកកុំទៅពឹងកុំទៅអាស្រ័យពីព្រោះកាលណាបើទៅនឹងមានរឿងមកប្រកបសំបីពេលខ្លះយើងទៅដំបងវាអត់មានបញ្ហាអីមែនប៉ុន្តែវាគង់តែមានបញ្ហាទេវាដូចជាការដើរចូលព្រៃបន្លាអញ្ចឹងអាដើរទៅដំបងវាមិនទាន់មុតទេណាវាមិនទាន់ដល់បន្លាទៅដល់បន្លាច្រើនទៅវាមុតហ្នឹងហើយអញ្ចឹងបុគ្គលពីលជួនកាលខាងដើមនៃការរាប់អានហ្នឹងដំបងវាអត់ទាន់មានរឿងទេតែយូរបន្តិចចាប់ផ្ដើមមានរឿងតែមានរឿងខ្លះធ្ងន់ធ្ងរមែនទែនអញ្ចឹងបានព្រះអង្គឲ្យប្រយ័ត្នមែនទែនណាតែគប់ហ្នឹងទោះបីជាថាអត់មានអ្នកណាទាំងអស់ក៏ត្រូវតែនៅម្នាក់ឯងទៅប្រសើរជាងការទៅនៅចិត្តបុគ្គលពីលនោះមិនប្រសើរសោះឡើយព្រោះបុគ្គលពីលនឹងនាំមកតែសេចក្តីទុក្ខដល់អ្នកដទៃទេអញ្ចឹងចំណេះវិជ្ជាប្រហែលថ្ងៃហ្នឹងគ្រាន់តែរៀនដើម្បីឲ្យយើងចេះឲ្យយើងដឹងដើម្បីរៀនវិជ្ជាបុគ្គលពីលប៉ុណ្ណឹងទៅហើយមួយទៀតពេលធម៌ហ្នឹងអង្គធម៌គឺបានដល់អកុសលចិត្ត12ហ្នឹងឯងគឺជាពេលធម៌ហ្នឹងហើយបុគ្គលពីលហ្នឹងយើងរៀបរាប់មើលទៅថាបុគ្គលណាដែលអាក្រក់ដោយកាយដោយវិចារដោយចិត្តឈ្មោះថាបុគ្គលពីលណាដែលប្រព្រឹត្តអាក្រក់ដោយកាយវិចារចិត្តហ្នឹងឈ្មោះថាបុគ្គលពីលអញ្ចឹងតើបុគ្គលពីលនោះជាអ្នកណា
ចឹងចំណុចនេះដែលយើងត្រូវដឹងពេលមាន2សរុបទៅវាមានពេលខាងក្នុងនិងពេលខាងក្រៅពេលខាងក្នុងគឺយើងនឹងឯងជាបុគ្គលពេលខាងក្រៅគឺអ្នកដទៃយើងអាចប្រុងប្រយ័ត្នជាមួយនឹងបុគ្គលពេលខាងក្រៅបានមិនទៅសាបគប់បុគ្គលពេលខាងក្រៅទេប្រយ័ត្នបុគ្គលពេលខាងក្នុងគឺចិត្តខ្លួនឯងនេះពីព្រោះខ្លួនឯងហ្នឹងក៏ជាបុគ្គលពេលបានដែរណាយើងស្ដាប់មើលទៅរឿងពេលហ្នឹងក៏គួរឲ្យខ្លាចហ្នឹងហើយគួរឲ្យខ្លាចប៉ុន្តែវាបែរជាផ្លិចខ្លាចនឹងពេលខ្លួនឯងនេះតាមពិតពេលខាងក្នុងក៏ពេលដែរព្រោះចិត្តយើងនឹងពេលខ្លះក៏អកុសលធម៌ក៏ពេលធម៌មានដែរពេលខ្លះក៏យើងជាបុគ្គលពេលនឹងឯងយើងកុំឲ្យស្ដាប់រឿងការមិនសាបគប់បុគ្គលពេលជាមង្គលដកដំនឹងស្មានបុគ្គលពេលនឹងនៅខាងក្រៅយើងទាំងអស់ណាតាមពិតក្នុងខ្លួនយើងនឹងក៏មានអាសារធាតុពេលនឹងដែរហ្នឹងហើយឲ្យតែពេលណាចិត្តយើងកាយសាហាវពេលណាដែលយើងប្រកបដោយអកុសលកម្មបត្តិកាយកម្មវិច័យកម្មមនោកម្មអាក្រក់ហ្នឹងយើងពេលហើយយើងជាបុគ្គលពេលហើយពេលខ្លះយើងថែមទាំងដឹកនាំគេទៀតហើយគេពេលតាមយើងទៀតក៏មានដែរដូចពេលលោអាហ្នឹងពេលធម្មតាធ្វើអាក្រក់ដោយកាយដោយវាចាដោយចិត្តអតិពេលលោណាពេលខ្លួនឯងឲ្យដឹកនាំអ្នកដទៃឲ្យពេលទៅតាមណាឲ្យធ្វើនៅធัวពេលហ្នឹងទៅទៀតហ្នឹងហើយខ្លួនឯងសម្លាប់សត្វហើយដឹកនាំគេឲ្យសម្លាប់ខ្លួនឯងលួចទ្រព្យគេហើយដឹកនាំអ្នកដទៃឲ្យលួចដែរអញ្ចឹងទៅឃើញទេនៅក្នុងអកុសលកម្មបត្តិទាំង10ហ្នឹងណាអាហ្នឹងពេលលោអតិពេលលោពេលខ្លួនឯងហើយដឹកនាំអ្នកដទៃឲ្យពេលដែរហើយមួយទៀតហ្នឹងគឺថាពេលខាងក្នុងនិងពេលខាងក្រៅពេលខាងក្នុងគឺខ្លួនឯងជាបុគ្គលពេលហើយពេលខាងក្រៅគឺអ្នកដទៃជាបុគ្គលពេលអញ្ចឹងការប្រុងប្រយ័ត្នជាមួយនឹងពេលខាងក្រៅគឺយើងមិនទៅសែបគប់មិនទៅរាប់រកមិនទៅពឹងមិនទៅអាស្រ័យមិនទៅក្បែរអីនោះទេអាហ្នឹងយើងអាចឃ្លាតឆ្ងាយពីបុគ្គលពេលនឹងបានហើយហ្នឹងប៉ុន្តែពេលខាងក្នុងនេះយើងត្រូវប្រុងប្រយ័ត្នយ៉ាងដូចម្ដេចគឺមានតែការរក្សាសិលការស្ដាប់ធម៌រៀនធម៌ហើយការទៅសែបគប់នៅបណ្ឌិតទេទើបអាចធ្វើឲ្យពេលខាងក្នុងនឹងស្ងប់រម្ងាប់បើមិនអញ្ចឹងទេពេលខាងក្នុងនឹងរីកចម្រើនពេលខាងក្រៅវាតតែយើងទៅសែបគប់ទៅរកគេអានឹងបានគេធ្វើឲ្យយើងវិនាសឬក៏យើងបើកឱកាសឲ្យគេមករាប់អានយើងអីចឹងទៅអានឹងធ្វើឲ្យយើងគ្រោះថ្នាក់ប៉ុន្តែពេលខាងក្នុងនេះវាអាចធ្វើឲ្យយើងវិនាសគ្រប់ពេលវេលាទាំងអស់សូម្បីនៅតែម្នាក់ឯងសូម្បីពេលនៅម្នាក់ឯងហ្នឹងក៏ចិត្តពេលហ្នឹងវាធ្វើឲ្យទុកលំបាកដែរនៅម្នាក់ឯងសុកហ្នឹងណាចិត្តពេលហ្នឹងវាធ្វើឲ្យកើតទុកវាធ្វើឲ្យគិតចង់ទៅធ្វើអាក្រក់យ៉ាងនេះគិតចង់ទៅធ្វើអាក្រក់យ៉ាងនោះមួម៉ៅសៅម៉ងក្តៅកាហាយមិនអស់មិនហើយចិត្តនឹងក្តៅក៏ហាយរួលរៀលផ្សេងនេះឯងដែលហៅថាចិត្តពីលដែលគួរឲ្យប្រយ័ត្នបំផុតហ្នឹងគឺចិត្តពីលនេះឯងហ្នឹងហើយគួរឲ្យប្រយ័ត្នបំផុតហ្នឹងអញ្ចឹងបើពុទ្ធបរិស័ទដឹងថាអូបុគ្គលពីលមិនមែនតែនៅខាងក្រៅទេខាងក្នុងហ្នឹងក៏មានពីលដែរហ្នឹងហើយប៉ុន្តែគាត់តែពីលខាងក្នុងហ្នឹងវាអាចជ្រាបតាមរយៈនៃការសែបគប់ពីលខាងក្រៅនោះមកវាធ្វើឲ្យយើងពីលខាងក្នុងនេះដែរអាខាងក្រៅហ្នឹងចម្លងមកអីចឹងទៅហើយបើយើងជាពីលហើយណាមករាប់អានយើងទៀតក៏ឆ្លងពីយើងទៅតាមដែរពីព្រោះពេលណាដែលចិត្តយើងអកុសលហើយណាចូលមកគឺបានតែឃើញកាយកម្មវិច័យកម្មមនោកម្មអាក្រក់របស់យើងអញ្ចឹងវាជាគំរូអាក្រក់ដល់អ្នកដែលមកឃើញយើងអញ្ចឹងនៅពេលណាដែលយើងចិត្តអាក្រក់វាធ្វើឲ្យអ្នកដទៃមកក្បែរយើងហ្នឹងក៏អត់ចម្រើនដែរហ្នឹងហើយអញ្ចឹងបើយើងចិត្តល្អយើងមានចិត្តល្អស្អាតហើយអ្នកដទៃចូលមកចិត្តយើងហ្នឹងអ្នកដទៃល្មមបើថាមកចូលមកក្បែរយើងហ្នឹងយើងអាចដឹកនាំបានខ្លះទៅទៀតនៅពេលដែលយើងខ្លាយទៅជាសត្វបុរស
ហ្នឹងហើយនៅពេលដែលយើងខ្លាយទៅជាគ្រឿងក្អូបហ្នឹងហើយអ្នកណាមកចិត្តយើងនឹងក្អូបដូចយើងក្អូបជាមួយយើងនឹងដែរដោយសារតែយើងជារបស់ក្អូបហើយនោះហ្នឹងហើយប៉ុន្តែតលតែអ្នកនោះរឹងមាំរឹងមាំហ្នឹងហើយរឹងមាំបានន័យថាម៉េចបានន័យថាយល់ដឹងច្រើនអញ្ចឹងទៅអត់មានបុគ្គលណាមកដឹកនាំមកជំរុញណាមកបញ្ញាយបញ្យលមករុញច្រានយើងឲ្យយើងទៅជាបុគ្គលពៀលស្ដាប់គេអីងាយនោះទេជាមនុស្សដែលរឹងមាំនៅក្នុងការប្រព្រឹត្តហ្នឹងគឺថារឹងមាំអញ្ចឹងសូម្បីថាមានគេមកបបែបបួលអីនៅក្នុងរឿងអាក្រក់ហ្នឹងអញ្ចឹងណាក៏មិនទៅជាមួយគេបួលថាទៅលេងលបែងអីទៅស្ទូចត្រីអីមួយថ្ងៃទៅដឹងហើយទៅសបាយរីករាយក្នុងរឿងនេះរឿងនោះសូរ៉ាមេរ័យអីចឹងទៅយើងរឹងប៉ឹងដែរណារឹងប៉ឹងដែរអ្នកនឹងមកបបួលយ៉ាងម៉េចក៏យើងមិនទៅហ្នឹងហើយព្រោះចិត្តកុសលខាងក្នុងរបស់យើងវាមានដល់យ៉ាងទៅគេមកបបួលយ៉ាងម៉េចក៏មិនបានដែរដោយដើមឈើដែលមានក្លឹមអីអញ្ចឹងខ្យល់ព្យុះមកវាមិនងាយនឹងបាក់អញ្ចឹងហ្នឹងហើយដើមឈើមួយចំនួនហ្នឹងក៏ខ្យល់មកបន្តិចខ្លាំងបន្តិចដើមចេកដើមអីគ្នាបាក់ខ្ទេចខ្ទីអស់ហ្នឹងហើយដើមថ្នោតអីទៅងាយបាក់ដើមឫស្សីអីហ្នឹងវាស្វិតណាហ្នឹងហើយអញ្ចឹងបានន័យថានៅពេលដែលយើងរឹងមាំហើយទោះបីជាគេបបួលយើងឲ្យធ្វើអាក្រក់ប៉ុណ្ណាក៏យើងមិនងាយទៅធ្វើអាក្រក់ដែរនឹងចឹងហើយមិនថែមតែគេបបួលយើងមិនបានទេយើងថែមទាំងបបួលគេវិញទៅទៀតយើងប្រឹងណែនាំគេបានទៅទៀតហ្នឹងហើយណែនាំទូមានអប់រំអីបកគលពៀលហ្នឹងឲ្យមកជាបណ្ឌិតបានទៅទៀតណានេះបានន័យថាល្អណាល្អដែលរឹងមាំហ្នឹងហើយការពារខ្លួនឯងមិនឲ្យសាបគប់បកគលពៀលហើយបើបកគលពៀលចូលមកហ្នឹងគឺថាប្រឹងប្រែងព្យាយាមបញ្ញាយបញ្យលអាចបញ្យលបានបញ្យលយកបដ ாய் ហ្នឹងហើយណែនាំបានណែនាំយកតែម្ដងហ្នឹងហើយអាហ្នឹងគឺល្អមែនតើតែបើយើងជាបុគ្គលទុនខ្សោយទេគ្រាន់តែគេចូលមកបន្តិចយើងទៅតាមគេបាត់តែបើទោះបីជាយ៉ាងណាក៏ដោយយើងកុំតន់អួតខ្លួនថាយើងឥឡូវនេះរឹងមាំហើយគ្មានណាចូលមកយើងចុះទេដបងអញ្ចឹងប៉ុន្តែនៅចិត្តពីលយូរវាអាចទុនជ្រាយដែរនៅចិត្តពីលយូរវាអាចទុនជ្រាយយ៉ាងម៉េចមុនដំបូងមិនតន់ទេដល់យូរទៅហ៊ានធ្វើនឹងបដ ாய் ហ៊ានធ្វើហ្នឹងហើយដូចប្រវត្តិរឿងរ៉ាវភិក្ខុទេវទត្តបបួលព្រីកុមារប្របាជាសតោសម្រាប់បបីដាអញ្ចឹងណាតវងមានហ៊ានសម្រាប់ឯណាអត់ហ៊ានទេញើតហ្នឹងក្រៅមកទៀតទេវទត្តជាតែចាក់ដោតញុះញង់ហើយញុះញង់ទៀតអញ្ចឹងទៅចុងក្រោយហ៊ានសម្រាប់បបីដាថ្ងៃនេះខ្ញុំបាទគិតថាចង់លើករឿងនឹងមកចែកជូនញាតិញោមពុទ្ធបរិស័ទបានយន្ទីសន្តាប់រឿងហ្នឹងពុទ្ធបរិស័ទធ្លាប់បានស្ដាប់រឿយមកហើយណាប៉ុន្តែខ្ញុំពោលរៀបរាប់អធិប្បាយនៅក្នុងមង្គលសូត្រដូច្នេះក្នុងមង្គលសូត្រហ្នឹងគឺត្រូវតែលើករឿងហ្នឹងមកដើម្បីបំពេញនៅក្នុងអត្ថន័យខ្លឹមសារនៃការមិនខ្សែបគប់បកគលពៀលនិងការខ្សែបគប់បណ្ឌិតនឹងត្រូវតែលើករឿងហ្នឹងមកដោយពិស្ដារក្តីដោយសង្ខេបក្តីក៏គួរតែលើករឿងហ្នឹងដើម្បីមកបញ្ជាក់ឲ្យឃើញអំពីខ្លឹមសារនៃការមិនខ្សែបគប់បកគលពៀលនិងខ្សែបគប់បណ្ឌិតនឹងវាខុសគ្នាយ៉ាងម៉េចហ្នឹងហើយការខ្សែបគប់ពៀលបានផលយ៉ាងម៉េចខ្សែបគប់បណ្ឌិតបានផលយ៉ាងម៉េចយើងគួរតែដឹងទៅតាមខ្លឹមសារហ្នឹងអញ្ចឹងពុទ្ធបរិស័ទអ្នកដែលស្ដាប់នឹងកុំធុញទ្រាន់នឿយណាយអីថារឿងហ្នឹងដឹងហើយចេះហើយខ្ញុំមិនចង់ឮស្ដាប់អីទៀតទេអាហ្នឹងក៏តាមដំណើរទៅប៉ុន្តែនៅពេលដែលយើងស្ដាប់យើងនឹងបានចេះចាំម្ដងទៀតអញ្ចឹងពុទ្ធបរិស័ទទាំងអស់ធ្លាប់បានឮហើយរឿងប្រទេវទត្តនឹងជាអ្នកណាទេវទត្តនឹងជាញាតិរបស់ព្រះអង្គជាបងប្អូនបង្កើតរបស់ព្រះនាងពំពានឹងឯងទៅបួសជាមួយនឹងព្រះអានន្ទព្រះអនុរុទ្ធអីនឹងដែរនឹងប៉ុន្តែ
មានចិត្តចងអាឃាតជាបាទមានកម្មពីវរាជាមួយនឹងព្រះអង្គមកយូរហើយហ្នឹងហើយថ្ងៃមួយនោះទេវទត្តទៅសុំព្រះអង្គគ្រប់គ្រងភិក្ខុសង្ឃបបិទ្ធព្រះអង្គដល់ចម្រើនព្រះអង្គចាស់ជរាហើយខ្ញុំព្រះអង្គសុំគ្រប់គ្រងភិក្ខុសង្ឃជំនួសព្រះអង្គសម្រាប់ទៅព្រះរាមាភិមិនដែលថាឲ្យភិក្ខុណាមួយគ្រប់គ្រងភិក្ខុសង្ឃសូម្បីតែព្រះសារីបុត្រអីហ្នឹងក៏ព្រះអង្គមិនអនុញ្ញាតឲ្យព្រះសារីបុត្របញ្ញត្តិសិក្ខាបទបានទេណាតែទេវទត្តចង់គ្រប់គ្រងហ្នឹងចង់ធ្វើធំក្នុងសាសនាចង់ធ្វើស្មើនឹងព្រះចង់ធ្វើដូចព្រះហ្មងទេវទត្តចិត្តតែថ្លើមធំមែនទេតែព្រះអង្គមិនអនុញ្ញាតអញ្ចឹងទៅទេវទត្តចាប់ដើមចងអាឃាតនេះសម្រាប់ព្រះចោលណាសម្រាប់ព្រះចោលណាឲ្យអ្នកខ្មាន់ធ្នូទៅតាមសម្រាប់ព្រះអង្គនៅលើភ្នំកិច្ចកោតនឹងប្រមាណសារតែអ្នកបាញ់ធ្នូនឹងចូលទៅរកព្រះអង្គហើយក៏ស្ដាប់ធម៌ព្រះអង្គទៅសម្រេចធម៌មកលើករហូតសម្រេចធម៌ទាំងអស់ហ្នឹងហើយបច្រកស្រាដកដំរីណាឡាគិរីដើម្បីព្រិចព្រះអង្គឲ្យដំរីកាចមួយនឹងផឹកស្រាទៅដើម្បីជន់ព្រះអង្គនៅពេលព្រះអង្គស្ដេចយាងបិណ្ឌបាតតែដំរីមិនជន់ព្រះអង្គទេបែរជាគោរពព្រះអង្គវិញទៅហើយមិនតែប៉ុណ្ណោះទេប្រមៀលថ្មពីលើភ្នំកិច្ចកោតដើម្បីឲ្យថ្មនឹងប្រមៀលចំផ្លូវនឹងឲ្យកិនព្រះសម្មាសម្ពុទ្ធនឹងបរិនិព្វានទៅមានចិត្តចំណែនព្រះមើលពេលធម៌ហ្នឹងទៅកើតឡើងវិហានសូម្បីតែព្រះសម្មាសម្ពុទ្ធក៏ហ៊ានចំណែនដែរគិតមើលចំណែនអីមិនចំណែនជាមួយព្រះហ្នឹងហើយចង់សម្លាប់ព្រះអង្គឲ្យបំបែកសង្ឃអីផ្សេងរឿងទេវទត្តធ្វើហ្នឹងក្នុងសាសនាទេវទត្តធ្វើអាក្រក់ច្រើនណាស់ហ្នឹងហើយទេវទត្តពេលខ្លះមកចិត្តព្រះអង្គហ្នឹងបំណងតែនឹងធ្វើឃាតព្រះអង្គហ្នឹងឯងពេលខ្លះប៉ុន្តែព្រះអានន្ទលោកចេះតែបារម្ភអញ្ចឹងទៅព្រះអង្គសម្ដែងថាព្រះសម្មាសម្ពុទ្ធទាំងឡាយមិនបរិនិព្វានដោយសារការធ្វើឃាតអំពីសំណាក់នៃបុគ្គលណាមួយទេអ្នកទាំងឡាយកុំបារម្ភអីហ្នឹងដោយក្នុងសម័យមួយនោះព្រះអង្គគង់នៅក្បែរភ្នំកិច្ចកោតព្រះអង្គទ្រង់ចង្ក្រមអញ្ចឹងទៅព្រះសារីបុត្រក៏លោកចង្ក្រមហើយនឹងភិក្ខុសង្ឃទាំងឡាយនៅក្បែរព្រះអង្គដែរព្រះមោគលានក៏ចង្ក្រមនៅក្បែរនឹងហើយព្រះអានន្ទព្រះអនុរុទ្ធព្រះមហាកាសបៈព្រះបណ្ណមន្តានិបុត្រទេវទត្តក៏ចង្ក្រមដែរមានកូនចៅអីទេវទត្តកូនសិស្សនឹងចង្ក្រមដែរហើយសួរថាភិក្ខុសង្ឃចង្ក្រមនៅក្បែរព្រះអង្គច្រើនម្លេះថាភិក្ខុសង្ឃទាំងអស់ហ្នឹងសម័យនោះចេះតែបារម្ភជាមួយទេវទត្តអញ្ចឹងទៅក៏ដូចថាមកយាមព្រះអង្គអញ្ចឹងហ្នឹងហើយទេវទត្តមានអំណងមិនល្អច្រើនណាស់បានព្រះរាមាភិព្រះអង្គសម្ដែងថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយឃើញព្រះសារីបុត្រឃើញសារីបុត្រនិងភិក្ខុសង្ឃចង្ក្រមនៅក្បែរនេះទេខ្ញុំព្រះអង្គឃើញមនាលភិក្ខុទាំងឡាយសារីបុត្រនិងភិក្ខុសង្ឃដែលជាសទ្ធិវិហារករបស់សារីបុត្រនោះសុទ្ធតែជាអ្នកប្រកបដោយបញ្ញាច្រើនហើយព្រះអង្គសួរថាចុះអ្នកទាំងឡាយឃើញមហាមោគលានចង្ក្រមនៅក្បែរនេះទេខ្ញុំព្រះអង្គឃើញមោគលានហើយនិងសទ្ធិវិហារកភិក្ខុទាំងអស់នោះសុទ្ធតែជាអ្នកបរិបូរដោយរិទ្ធហ្នឹងហើយចុះអ្នកទាំងឡាយឃើញមហាកាសបៈនិងសទ្ធិវិហារកកូនសិស្សចង្ក្រមនៅក្បែរនេះទេខ្ញុំព្រះអង្គឃើញភិក្ខុទាំងអស់នោះទាំងមហាកាសបៈនិងសទ្ធិវិហារកនឹងសុទ្ធតែជាអ្នកមានធុដងកគុណដុតកម្ដៅនៅកិលេសចុះអ្នកទាំងឡាយឃើញអនុរុទ្ធនិងសទ្ធិវិហារករបស់លោកទេខ្ញុំព្រះអង្គឃើញអនុរុទ្ធហើយនិងសទ្ធិវិហារករបស់លោកនឹងសុទ្ធតែជាអ្នកមានទិព្វចក្ខុចុះអ្នកទាំងឡាយមានឃើញព្រះអានន្ទទេខ្ញុំព្រះអង្គឃើញអានន្ទហើយនិងសទ្ធិវិហារករបស់អានន្ទនឹងសុទ្ធតែជាពហុសូត្រហ្នឹងមកក្រុមណាមកក្រុមតាំងពីព្រះសារីបុត្រមករហូតដល់ព្រះបណ្ណមន្តានិបុត្រ
អ្នកទាំងឡាយឃើញទេខ្ញុំព្រះអង្គឃើញហ្នឹងហើយបណ្ណៈមន្តានិបុតនឹងភិក្ខុទាំងឡាយជាសទ្ធិវិហារៈសុទ្ធតែជាធម្មកថាអស្ចារ្យហ្នឹងហើយអូព្រះបណ្ណៈមន្តានិបុតហ្នឹងលោកកម្ពុជាលើសភិក្ខុទាំងឡាយផ្នែកខាងសំដែងធម៌ណាហ្នឹងហើយអញ្ចឹងកូនសិស្សរបស់លោកហ្នឹងសុទ្ធតែប្រកែសំដែងធម៌អញ្ចឹងហើយបានព្រះអង្គសួរចុងក្រោយថាអ្នកទាំងឡាយមានឃើញទេវទត្តទេហើយនឹងកូនសិស្សរបស់ទេវទត្តទេខ្ញុំព្រះអង្គឃើញមនាលភិក្ខុទាំងឡាយទេវទត្តហើយនឹងសទ្ធិវិហារៈរបស់ទេវទត្តនឹងសុទ្ធតែជាភិក្ខុប្រាថ្នាលាមុខសុទ្ធតែជាភិក្ខុប្រាថ្នាលាមុខបានព្រះដ៏មានភាពព្រះអង្គសម្ដែងថាមនាលភិក្ខុទាំងឡាយពួកសត្វទាំងឡាយត្រូវគ្នាដោយធាតុសមគ្នាដោយធាតុមើលសំបីតែព្រះសារីបុត្រហ្នឹងក៏មានកូនសិស្សរបស់លោកដែលចូលចិត្តខាងបញ្ញាហ្នឹងគឺទៅរកព្រះសារីបុត្រទៅមកក្រុមនៃព្រះសារីបុត្រហ្នឹងគឺសុទ្ធតែភិក្ខុដែលធ្ងន់នៅក្នុងបញ្ញាហ្នឹងតែម្ដងហើយមកក្រុមរបស់ព្រះមហាមោគលានហ្នឹងសុទ្ធតែភិក្ខុដែលចូលចិត្តខាងរិទ្ធឃើញទេហើយមកក្រុមរបស់ព្រះមហាកស្សបៈហ្នឹងសុទ្ធតែជាភិក្ខុដែលត្រត្រង់នៅទុដងហើយមកក្រុមរបស់ព្រះអនន្តហ្នឹងសុទ្ធតែពហុសោតចេះចាំធម៌អាខ្លាំងមែនទែនហើយមកក្រុមរបស់ព្រះអនុរុទ្ធហ្នឹងពូកែខាងភ្នែកទឹកអញ្ចឹងហើយមកក្រុមរបស់ព្រះបណ្ណៈមន្តានិបុត្រហ្នឹងសុទ្ធតែធម្មកថាហើយដល់ទៅមកក្រុមរបស់ព្រះទេវទត្តសុទ្ធតែជាភិក្ខុលាមុខប្រាថ្នាលាមុខចូលទៅរកទេវទត្តដើម្បីលៀបសក្ការៈទេវទត្តនឹងបង្រៀនឲ្យចូលទៅកាន់តកូលធ្វើម៉េចក្នុងការបោកបញ្ឆោតឬក៏ទ្រុសតកូលដោយប្រការណាមួយទេវទត្តនឹងមានក្បួនបង្ហាត់បង្រៀនចូលទៅកាន់តកូលដើម្បីបានលៀបសក្ការៈត្រូវធ្វើម៉េចយកចិត្តទុកដាក់តកូលឬក៏ត្រូវការបោកបញ្ឆោតដោយរឹកពីអីចឹងទៅហើយមួយចង្ក្រមក្បែរនឹងដែរនឹងធម៌លោកសួរថាទេវទត្តឃើញជាភិក្ខុដែលប្រាថ្នាលាមុខមិនក៏មកចង្ក្រមដែរអញ្ចឹងចង្ក្រមធម៌អីដែរថាទេវទត្តនឹងមកដើម្បីបិទបាំងនៅទោសកំហុសរបស់ខ្លួននេះឲ្យគេដឹងថាខ្លួនឯងហ្នឹងអ្នកធម៌អ្នកអាដែរអញ្ចឹងទៅធាតពិតហ្មងទេវទត្តគ្មានបដិបត្តិធម៌អីទេហ្នឹងហើយដំបងបានរិទ្ធបានអភិញ្ញាអីទៅទៀតណាបួសដំបងហ្នឹងណាតែក្រោយមកទៀតខឹងព្រះអង្គនិងព្រះអង្គដែលមិនអោយគ្រប់គ្រងភិក្ខុសង្ឃហ្នឹងចាប់ផ្ដើមចំណែនព្រះអង្គឈានអភិញ្ញាហ្នឹងបានរលាយទៅប៉ុន្តែកាលពីមិនតន់រលាយឈានហ្នឹងចូលទៅរកអជាតសតុកុមារនិមិត្តជាពោះជាអីរុំអជាសតុធ្វើអជាសតុភ័យខ្លាចហើយអជាសតុគិតថាប្រទេវទត្តនេះមានរិទ្ធអស្ចារ្យណាមានរិទ្ធអស្ចារ្យបានដឹងថាជាទេវទត្តអញ្ចឹងក៏គោរពប្រទេវទត្តថាបើសិនជាមហារាជរាជកុមារសោយរាជល្អអាត្មាសម្រាប់ព្រះសម្មាសម្ពុទ្ធទៅអាត្មាឡើងជាព្រះទៅមហារាជសម្រាប់បិតាទៅឡើងជាស្ដេចទៅយើងទាំងអស់គ្នានឹងសប្បាយមានកិត្តិយសខ្លាំងណាស់ហើយទេវទត្តបោកប្រាស់ជាសតុហ្នឹងហើយបោកប្រាស់ជាសតុក្រោយមកទៀតអស់ឈានអស់ហើយក៏ទេវទត្តណែអាជាសតុអត់បានដឹងថាភិក្ខុទេវទត្តនឹងអស់រិទ្ធឯណានៅសង្កល់ថាទេវទត្តអស់ចាអញ្ចឹងទេវទត្តនឹងប្រកែកបោកបញ្ឆោតណាបោកបញ្ឆោតខ្លួនឯងកាលពីមានរិទ្ធអាចនិមិត្តខ្លួនជាពុះជាអីបានទាំងអស់ហើយដល់អស់រិទ្ធហើយនៅតែអាជាសតុនៅតែជឿថាប្រទេវទត្តលោកម្ចាស់របស់យើងអស់ចាប្រកេនចង្ហាន់មួយថ្ងៃអញ្ចឹង500ថាសដល់ទេវទត្តទេវទត្តលៀបសក្ការៈកើតឡើងដល់ទេវទត្តនោះសម្បើមណាភិក្ខុសង្ឃទាំងឡាយទាំងពួងថាបើពិតព្រះអង្គដ៏ចម្រើនភិក្ខុទេវទត្តប្រព្រឹត្តអាក្រក់សោះមិនក៏សម្បូរលៀបម្លេះបានព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយកុំសរសើរលៀបសក្ការៈរបស់ទេវទត្តអីលៀបសក្ការៈរបស់ទេវទត្តនឹងដូចជាចេកធ្លាក់ត្រយងដូចជាឫស្សីផ្លែរបស់ផ្កាផ្លែនឹងដូចជាសេះអាស្ដមេសេះអាស្ដកើតកូនទេ
ឬស័យផ្លែគឺសម្រាប់ដើមឃើញទេហ្នឹងហើយចេកធ្លាក់ត្រយងក៏សម្រាប់ដើមអញ្ចឹងលៀបសការៈរបស់ប្រទេវតតហ្នឹងថាដូចចេកធ្លាក់ត្រយងទេវាលែងមានត្រយងទៀតហើយចេកហ្នឹងហ៎ហើយបានព្រះអង្គសម្ដែងអញ្ចឹងភិក្ខុទាំងឡាយទាំងពួងក៏ដូចថាឆ្ងល់ទេវតតធ្វើអាក្រក់ម្លឹងតែមានលៀបតែលៀបហ្នឹងកុំសរសើរអីលៀបរបស់បកុលពីលហ្នឹងមិនយូរទេហ្នឹងហើយអញ្ចឹងបានពុទ្ធបរិស័ទយើងមួយចំនួនក៏គាត់ឆ្ងល់ដែរគាត់ថាអ្នកខ្លះធ្វើអាក្រក់សោះមិនក៏សម្បូរសបាយហ្នឹងហើយអ្នកប៊ូក្តីក៏ហោះក្តីធ្វើអំពើអាក្រក់សោះក៏មានលៀបសការៈអីសម្បើម្លេះថាលៀបសការៈវាអាចមានមែននឹងឯងមានដំបងតិចទៅយូរទៅក៏គង់តែរលាយសាបសូន្យទៅទេហើយប្រទេវតតហ្នឹងចេះតែចង់សម្លាប់ព្រះអង្គប្រមាណលើកអត់បានហើយអញ្ចឹងក៏ចេះតែញុះញង់អាជាសតុនឹងសូមឲ្យជាសតុនឹងសម្លាប់បៃតាទៅដើម្បីបានឡើងសោយរាជអាជាសតុនោះលោកនៅក្មេងអាយុ16ប្របាទជាសតុជាបុត្ររបស់ប្របាទពំពិសាជឿបរោជឿហ្នឹងខ្ញុំសម្លាប់បៃតាសម្លាប់ក៏សម្លាប់ដែរថ្ងៃមួយកណ្ដាលថ្ងៃត្រង់កាន់កំបិតលាក់កំបិតជាប់នឹងថ្នាក់សម្ពុតហ្នឹងចូលទៅក្នុងរាជវាំងមានខ្លួនញ័រចំប្រប់ព្រោះនៅក្មេងហើយមានបំណងអាក្រក់ចង់សម្លាប់បៃតាអញ្ចឹងណាញ័រខ្លួនទៅត្រឹកហើយត្រូវអាមាត្យចាប់សួរព្រះរាជកុមារទៅណាអត់ហ៊ានលាក់ឯណាថាទៅសម្លាប់បៃតាសម្លាប់បៃតាបានក្នុងពេលនោះពួកអាមាត្យនឹងចាប់យកទៅថ្វាយព្រះរាជាឲ្យកាត់ទោសបើអ្នកទាំងឡាយថាម៉េចបើបុត្ររបស់យើងចង់សម្លាប់យើងអញ្ចឹងរឿងរ៉ាវវែងឆ្ងាយគាត់ខ្ញុំពោលសង្ខេបទេហ្នឹងហើយអាមាថាកាត់ដៃទៅបងអាមាថាកាត់ជើងនឹងពីរទៅអាខ្លះអាមាខ្លះថាកាត់ស្លឹកត្រចៀកកាត់ច្រមុះកាត់អីអាមាថាប្រហារជីវិតទៅព្រះជាថាអ្នកទាំងឡាយចង់កាត់ក្តីយ៉ាងម៉េចកាត់ទោសយ៉ាងម៉េចក៏បានដែរព្រោះមិនមែនជាកូនរបស់អ្នកទាំងឡាយតែនេះជាបុត្ររបស់យើងឯណាទៅដាច់ចិត្តសម្លាប់កូនរបស់ខ្លួនឯងអញ្ចឹងនេះជាបុត្ររបស់យើងដោយសារចង់បានរីកសម្បត្តិណាបានចង់សម្លាប់យើងនោះសួរបុត្រឯងចង់បានអីចង់បានរីកសម្បត្តិអញ្ចឹងឲ្យរីកសម្បត្តិទៅបកគលរីកសម្បត្តិឲ្យទៅព្រះរាជាលោកជាព្រះអរិយបុគ្គលថ្នាក់សោតានោះលោកមានទៅកំណាញ់ណែរាជសម្បត្តិយកធ្វើអីគ្នាចង់ឡើងសោយរាជហើយឲ្យឡើងសោយរាជទៅហើយណែតាមពិតអ្នកមានពីជាមួយតាំងពីនៅក្នុងផ្ទៃម្ដាយម្លេះចុះកាន់កក្នុងផ្ទៃម្ដាយក្នុងផ្ទៃម្ដាយហ្នឹងគឺធ្វើឲ្យពនាងវេទេហើយនឹងចង់តែហត់ឈាមប្រស្វាមីមករហូតហ្នឹងបានព្រះរាជាដាក់ឈ្មោះថាជាសតុមានជាតិមិនមែនជាសត្រូវខំដាក់ឈ្មោះអញ្ចឹងហ្នឹងហើយកុំឲ្យថាមកចង់ហត់ឈាមបៃតាអីណាប៉ុន្តែឈ្មោះវាឈ្មោះប៉ុន្តែកម្មវានៅតែកម្មអញ្ចឹងពីនៅតែពីហ្នឹងហើយមិនមែននៅលើឈ្មោះហ្នឹងឯណាអាជាតិសតុអាជាតិតសតុបានន័យថាអ្នកកើតមកមិនមែនជាសត្រូវប៉ុន្តែនៅតែជាសត្រូវរបស់បៃតាហើយក្នុងកាលនោះព្រះរាជាព្រះអង្គប្រទានឲ្យប្រទានរីសម្បត្តិឲ្យទៅជាសតុឲ្យឡើងសោយរាជសម្បត្តិក្នុងកាលនោះក្នុងនគររាជក្រឹសជាសតុឡើងក្រងរាជណែរបបរាជានិយមមានអំណាចឡើងសោយរាជបានមួយថ្ងៃពីរថ្ងៃទៅអួតប្រាប់ប្រទេវតតលោកម្ចាស់ខ្ញុំកណាបានរាជសម្បត្តិដែរប្រទេវតតញុះញង់ថែមទៀតខ្ញុំបានថាបកុលពីលនឹងខ្សែគប់អត់បានទេណាញុះញង់ថែមទៀតព្រះរាជកុមារបានរាជសម្បត្តិនឹងរាជសម្បត្តិដែលបបីដាឲ្យនឹងវាគ្មានបានប្រមាណតិចទៀតបបីដាយកទៅវិញហើយគាត់ណាធ្វើឲ្យរាជកុមារសប្បាយចិត្តហ្នឹងបន្តិចទៅបបីដាព្រះអង្គនឹងយកទៅវិញហើយគ្មានឲ្យសោយរាជតទៅទៀតទេបើរាជកុមារមិនព្រមសម្លាប់បបីដាចោលទេរាជកុមារអត់បានឡើងក្រងរាជយូរទេណាហើយសម័យនេះសម័យមនុស្សអាយុខ្លីមិនដូចសម័យមុនផងទៅរំបបីដាសោយទីវង្គតនឹងថ្ងៃណាទេ
nè che này dây nhung nhung chẳng tôi thiết á tôi rom ban và bay đa soi ti vòng cột nông đi cô ma ngày nãy ban lang krong đi với sớm mai đi mà nương dục clay phòng nè thì bà to chơi vậy là sớm mai đi mà nương dục clay ấy này này chẳng tôi chưa xong mà đòi chưa xong thà ô mẹ nâng lùm cha nhưng mà ná cái sầm lạp và bay đá trao đó và đấy nhưng mà ná sầm lạp giống mây lùm cha thò mà đá và bay đá vì chia mình cua đào kêu sợi tra vót bà ha ấy bà ong thế vì có mà chập tụ khum khen tới bà ọt ha tới soi tì bằng cột hai nè cái nhé bị khổ tê và toát nè bị khổ nè chưa bị khổ thôi nhé khuôn anh thưa cam mà cần no ăn non trai cam thì na thưa lô hất tụ ba để na bay xong ấy cha nè ấy ao cái thưa ba tam khuôn này nâng ấy bạn thà chôn piel tay này nom khăn rương đây men chia phải giáo kết tha chỉ rươngภาษาnè chôn piel cứ chẳng này nom cái khăn rương để ọt phải giáo nâng kết tha rương nâng ọt trà rương nâng lọ dụ bò lọ nâng ấy ao dụ bò cái vừa cọ so nâng kết tha chia dụ bò lọ bạn đã cu kla chứ một côn piel pe kla dừng khơi một côn piel một nai nom khăn rương cọ ấy nâng như tháo cái miên côn nè chúng cá cứ thả ô dương tụm lẹ chưa thế nè rồi dương thẹn phơn thế cái này tề và toát thôi đôi chỉ vô ở xa vô chất tục đã na đi có mà chăm ấy tiết sầm lập bay đa tới tục du tiết ban thế bây giờ bay đa vô đi sầm bát vinh thì nó tập lập mơ vĩnh rồi bò đi chia này zoom á miền ẩm nai nè tiền hay là mũi cam pia phong miền là ta chui và bát bơm bị xa bán tập lập mơ bị chuột tề và toát vĩnh đã đi ảnh nhá vô khuôn anh chia sẻ chạy nó ôi ta hiến từ chắp và bay đá đã cục nâng cục chỉnh trang đai tùm bô đai hai miên kị đọt phơn xanh phơn hôi bình nâng đầu tiên cục và bát bơm bị xa nâu nia krong đi chữ cử hết nè cụ ai xong về nè và bát bơm bị xa trâu bè ri chữ bọt khung khang khăn pôn thần địa kia nô dạng tục lùm bạc ọt ơi và bay đá soi ở vây đồng o mình ao soi ở vây tê kết thả ơi và ông nâu khăn pôn thần địa kia clean rồi hốt đó slap tử soi ti bằng cột tử khơi nè bè ri chi nè tăng pi bè ri chữ bọtประสดมาบริเชียชีเปรียไรบอกกลมาอยู่ให้สลังบดนะสมใบปนียงเวเตให้จังรมลูดในเตยนึงตั้งปีกาดมบงนั่งบริเชียมันอนุญาตได้นะมันอนุญาตเอาปนียงนึงตุ่มเละโกนเจ้าเต้ปนียงถ้าขยมบอกมันจังตกเต้พวกไอ้โกนน้องเตยนึงเป็นจีการล้างมันละอเต้ประเดี๋ยวถ้าได้เท่มันเติร์เฟอร์สำหรับสัตว์ไอ้จังเต้นะนั่งไงลงเป็นเนียงมันเอาเป็นเนียงตุ่มเละโกนั่งเตะไอ้กลายมาเตี้ยตัวโปธาเปลอาชีสโตนั่งไว้กว่ามานั่งการโบนั่งประเดี๋ยวว่าอังมันเอาเป็ดลุงไงนะมาเชียบ้าว่าอังเบิร์ดหนึ่งตุในโบในอาชีพสต๊อกได้หมดบ้าปะอังยอมหมดบ้าปะอังตัวเบิดตู้ไปได้จะบดได้เมียนโบนึงนะชื่อจกจับนึงเบิดตู้ได้หมดนะแต่สู้จะสลังบดนึงปะปันนะตักปะเตยนึงไอ้นี้เฮียนสำหรับเฮียนโยตะดักขนมกุกเอาอดอาหารสลับเตอเรื่องมัวปีไออ๋อลูกเรื่องการมอกอ่อมปีกาใส่กุกhay mà giang luôn anh chia bọc côn tôn sao vậy nghi bọc côn piel nai nom đặc nom bàn cao na bọc luôn anh chia nè tôn sao hay cứ nghi cái nai nom à chẳng bàn chỉ trâu ở che đăng còn ai che tại chưa cái tha mày luôn anh kho tam kê cái thảo bọc luôn anh kho tam kê cái chào
អ្នកមានកូនយើងយ៉ាងម៉េចក៏ជឿតាមអញ្ចឹងអីអញ្ចឹងទៅវាអត់មានជារឿងមួយត្រឹមត្រូវទេណាហើយអត់មានកំហុសអីទាំងអស់ប្របាទពមិសាអត់មានកំហុសអីទាំងអស់ប៉ុន្តែទេវទត្តញុះញង់ចាក់ដោតតលតែបានព្រះរាជានៅក្នុងពន្ធនាគារនឹងអត់មានខឹងព្រះរាជបុត្រសំបីបន្តិចទេនៅតែមានព្រះមេត្តាអាណិតដល់រាជបុត្រអញ្ចឹងរឹតតែអាណិតទៅទៀតព្រោះគាត់ថារាជបុត្រធ្វើកម្មនឹងធ្ងន់ណាអាណិតហើយព្រះរាជាអត់មានអ្នកណាយកអាហារទៅថ្វាយព្រះអង្គទេណាដូចជាក្នុងបជន67ទេ67ព្រះភាសាហើយនៅក្នុងពន្ធនាគារហ្នឹងក៏យូរខែដែរខ្ញុំចាំមិនច្បាស់ដែរភ្លេចយូរដូចជា7ខែបានសោយទីវង្គតក៏មិនដឹងហ្នឹងហើយភ្លេចដែរប៉ុន្តែច្រើនខែដែរហើយពនាងវេទេហីជាព្រះអគ្គមហេសីរបស់ព្រះបាទពំពិសានឹងតែងតែទៅចូលទៅមើលព្រះស្វាមីជាសតុហាមប្រមាទដាមិនឲ្យយកអាហារអីថ្វាយបបីដាទេពេលចូលទៅសិតតែឆែកប៉ុន្តែពនាងឆ្លាតពនាងយកនៅអាហារតិចតួចវិចខ្ចប់នឹងថ្នាក់សម្ពុតយកទៅហ្នឹងហើយព្រះរាជាសោយអីចឹងទៅក្រោយមកទៀតពុទ្ធហាននឹងឃ្លាំមើលតាមរាជអាជ្ញាហ្នឹងក៏ដឹងថាពនាងយកអាហារដោយវិចខ្ចប់នឹងថ្នាក់សម្ពុតទៅហ្នឹងក្រោយតាហ៊ានក៏ឆែកមិនឲ្យពនាងយកដាក់នឹងថ្នាក់សម្ពុតទេក្រោយមកទៀតពនាងយកដាក់នឹងប៉ាតុកាគឺតំណប់ជើងស្បែកជើងណាស្បែកជើងវាមានប្រអប់បែបតំណងជាដូចស្បែកជើងមានកែងមានអីអញ្ចឹងហើយដាក់អាហារក្នុងនឹងទៅដល់ក្នុងគុកបានបើកប្រអប់តំណប់ជើងនឹងទៅព្រះរាជាសោយអាហារនឹងទៀតក្រោយមកទៀតតាហ៊ានតាមដានដឹងទៀតហើយទូលដល់អាជាសតោថាឈប់ឲ្យប្រមាទដាយើងចូលទៅក្នុងវាំងនឹងក្នុងគុកនឹងយកណែពាក់ស្បែកជើងទៅតាមអីណាកុំឲ្យយកស្បែកជើងពាក់ស្បែកជើងអីចូលថ្ងៃក្រោយទៀតដកស្បែកជើងទៅទៀតពនាងនឹងចេះតរវិធីបួងសក់ឲ្យធំតិចទៅខ្ចប់បាយអីនៅក្នុងភ្នំសក់ព្រះមូលីហ្នឹងក្រោយមកទៀតដឹងរឿងទៀតដឹងរឿងថាមានអាហារនៅក្នុងភ្នំសក់ហ្នឹងថ្ងៃក្រោយសេនាតាហ៊ានហ្នឹងឆែកតាំងពីសក់ពនាងទៅទៀតណាដល់ក្រោយមកទៀតពនាងអស់មិនដឹងជាធ្វើយ៉ាងម៉េចគេអត់ឲ្យឆែកតាំងពីស្បែកជើងទាំងភ្នួងសក់ទាំងថ្នាក់សម្ពុតអីហ្នឹងក្រោយទៀតពនាងងូតទឹកលាងខ្លួនឲ្យស្អាតចឹងទៅយកបបរមកលាបប្រហោះហ្នឹងហើយលាបខ្លួនលាបដៃអីចឹងទៅណាវាមានជាតិបបរដែលជាប់នឹងបកាយរបស់ពនាងហ្នឹងថ្វាយព្រះបាទពំពិសាបានលិតទឹកបបរដែលជាប់នឹងប្រហោះជាប់ខ្លួនពនាងហ្នឹងណាហើយអាជាសតោថាប្របីដាយើងសោយទីវង្គតនៅទេមិនបានអញ្ចឹងបើព្រះបាទពំពិសាសោយអាហារដែលជាប់នឹងខ្លួនបកាយរបស់ពមេដារបស់ទ្រង់អញ្ចឹងទៅអាជាសតោចង់ឲ្យប្របីដាសោយទីវង្គតឆាប់ដាក់ច្បាប់មួយហាមដាច់ខាតពីថ្ងៃនេះតទៅសូម្បីតែព្រះមេដាក៏មិនឲ្យចូលទៅសាកសួរសុខទុក្ខប្របីដាដែរលែងឲ្យចូលទៅឈប់ឲ្យចូលទៅព្រោះតកាលណាចូលទៅចេះតែមានយកអាហារតាមចេះតាមចោះយកទៅអញ្ចឹងឈប់ឲ្យចូលទៅអញ្ចឹងសេនាតាហ៊ានស្ដាប់ព្រះរាជាណាពនាងវេទេហីទៅលើកក្រោយទៀតគេលែងឲ្យចូលស្វាមីខ្លួនឯងត្រូវបុតចិត្តពីល
របស់ខ្លួននឹងឯងបហាព្រះអង្គព្រះនាងទ្រង់ព្រះកន្សែងសោកាណាក្នុងថ្ងៃចុងក្រោយដែលសេនាតាហានមិនអនុញ្ញាតនឹងព្រះនាងបានលុតជង្គង់នៅខាងក្រៅគុកទៀតលុតជង្គង់ហើយថ្វាយបង្គំទៅព្រះស្វាមីដែលនៅក្នុងគុកនឹងថាផ្គងអញ្ជលីនមស្ការព្រះស្វាមីទៀតថាបបិទ្ធប្របាទពំពិសាស្វាមីម្ចាស់ខ្ញុំហើយបុត្ររបស់យើងមិនអនុញ្ញាតឲ្យខ្ញុំម្ចាស់នឹងចូលទៅកលបម្រើត្រង់តទៅទៀតទេអាហារសពគ្រប់បែបយ៉ាងក៏ខ្ញុំម្ចាស់យកទៅលែងបានដែរសូម្បីតែចូលទៅក្នុងពន្ធនាគារដើម្បីសាកសួរសុខទុក្ខក៏ចូលទៅមិនបានខ្ញុំម្ចាស់អស់មានឱកាសនឹងបានឃើញត្រង់ទៀតហើយបើពិតបរិជាម្ចាស់នៃខ្ញុំហើយទោះកំហុសឯណារបស់ខ្ញុំបើមានក្នុងកាលកន្លងមកសូមទ្រង់លើកលែងនៅទោសកំហុសនោះដល់ខ្ញុំម្ចាស់ផងចុះហើយសូមទ្រង់នឹករលឹកដល់គុណព្រះរតនត្រ័យឲ្យបានរឿយប្រតិសិនព្រះរាជាប្រតិសិននៅពន្ធនាគារ3ជុំទៀតប្រតិសិន3ជុំប្រតិសិនបណ្ដើយំទ្រង់ព្រះកន្សែងហូរទឹកភ្នែកបណ្ដើអស់លោកពុទ្ធបរិស័ទសម័យមើលបន្តិចទៀតតើចិត្តនឹងវាក្តុកក្ដួលប៉ុណ្ណាស្វាមីជាទីស្រឡាញ់ហើយត្រូវបត់ខ្លួនឯងទៅទៀតណាប្រហានេះហ្នឹងហើយយំប្រតិសិនជុំវិញគុកហ្នឹងពនាងកើតទុកសម្បើមណាស់តែមិនដឹងធ្វើម៉េចបើបត្រារបស់ខ្លួនទៅសែបគប់ជាមួយនឹងភិក្ខុទេវទត្តណាភិក្ខុចិត្តបាបញុះញង់ឲ្យបហាបីដាខ្លួនឯងអញ្ចឹងពនាងថ្វាយបង្គំលាទៀតថ្វាយបង្គំប្របាទពំពិសាពីខាងក្រៅហ្នឹងឯងទ្រង់ទៅហូរយំទៅកាន់រាជវាំងវិញព្រះបាទពំពិសាព្រះអង្គមិនតូចបតីអ្វីទាំងអស់ពេលហ្នឹងអស់មានអាហារដែលត្រូវសោយទៀតអស់អាហារបរិភោគអីហើយនៅក្នុងគុកក្តៅទៅទៀតគុកក្តៅគុកជញ្ជាំងដែកដំបូលដែកហើយមានផ្សែងភ្លើងហុយចូលទៅទៀតទារុណកម្មខ្លាំងណាស់តែព្រះអង្គពេលយប់អីព្រះអង្គតែងចង្ក្រមមានមើលតាមប្រហោងគុកហ្នឹងមើលទៅភ្នំកិច្ចកោតឃើញប្រគន្ធកតឃើញភិក្ខុសង្ឃអីបដិបត្តិធរអាអីពីចងាយអញ្ចឹងទៅព្រះបាទពំពិសាតែងនមស្ការថ្វាយបង្គំទៅកាន់ភ្នំកិច្ចកោតភ្នំវេភិរៈអីចឹងទៅណាហ្នឹងហើយចង្ក្រមទៅមកអញ្ចឹងទៅអាជាសតុនឹងសួរសេនាតាហានមិនទៅបបៃតាយើងសោយទីបង្គត់ហើយនៅតាហានថាបបិទ្ធព្រះអង្គព្រះបាទពំពិសាមិនតាន់សោយទីបង្គត់ទេហ្មងអញ្ចឹងឃើញព្រះរាជឃើញព្រះបាទពំពិសាបបៃតារបស់ទ្រង់នឹងជាចង្ក្រមទៅមកទេដោយសារចង្ក្រមហ្នឹងឯងដោយសារចង្ក្រមហ្នឹងឲ្យបានចេះតែរស់តទៅទៀតនេះអញ្ចឹងធ្វើម៉េចកុំឲ្យចង្ក្រមតែមានជាប្របាទជាស្បែកប្របាទហ្នឹងទៅឈប់ដើររួចហើយអញ្ចឹងអ្នកទាំងឡាយទាំងពួងនោះឲ្យខ្មាន់ប្រកេសាដែលធ្លាប់កោសក់កាត់សក់អីថ្វាយព្រះរាជាកន្លងមកនោះកោពុកមាត់ពុកចង្ការនោះយកកំបិតនឹងទៅជានៅប្របាទទីរបស់បបៃតាយើងទៅកុំឲ្យដើររួចនេះក៏កម្មពីរបស់បាទពំពិសាណាអតីតកាលធ្លាប់មានសេចក្តីប្រមាទឡើងកាន់បច្ចេតដីហ្នឹងហើយដោយពាក់តំណប់ជើងហើយអ្នកយាមបច្ចេតដីអ្នកថែរក្សាបច្ចេតដីហ្នឹងក៏មានចិត្តចង់អាឃាតណាហើយព្រះរាជាអង្គនេះឡើងកាន់ទីលានបច្ចេតដីពាក់ស្បែកជើងអញ្ចឹងពេលណាយើងមានអំណាចយើងនឹង
ស្បែកជើងរបស់ព្រះរាជានឹងម្ដងចងអាឃាតតាំងពីអតីតកាលមកទៀតហ្នឹងហើយតែបានថាมันគួរឲ្យចងអាឃាតហ្នឹងបើចងទៅបានមកជា3ដាខ្លួនឯងអញ្ចឹងឯងទៅមានចិត្តចង់អាស្បែកប្របាទហ្នឹងប្រលះស្បែកប្របាទហ្នឹងពេលនោះបរោះម្នាក់ដែលធ្លាប់តែជាងកាត់សក់ពុកមាត់ពុកចង្ការថ្វាយព្រះរាជាកន្លងមកហ្នឹងក៏ចូលទៅក្នុងគុកហ្នឹងហើយស្ដាប់បង្គាប់របស់ព្រះរាជាថាព្រះរាជាបង្គាប់ថាឲ្យខ្ញុំនឹងអានៅស្បែកប្របាទទីរបស់ព្រះអង្គព្រះបាទពំពិសាពោលថាអ្នកចូលធ្វើតាមនៅព្រះរាជារបស់អ្នកចុះសូមព្រះអង្គគុំទ្រង់ព្រះពិរោធជាមួយនឹងខ្ញុំឡើយអ្នកចូលធ្វើតាមព្រះរាជារបស់អ្នកចុះបានចាប់ព្រះបាទពំពិសានឹងប្តេកខ្លួនហើយអាស្បែកប្របាទអាទាំងរស់អញ្ចឹងណាយកកំបិតដមុតកំបិតកោសក់ហ្នឹងណាកោពុកមាត់កោសក់កោអីហ្នឹងគឺមកអាប្រលះនៅស្បែកប្របាទទាំងពីរទាំងសងខាងទៀតឥឡូវអស់លោកពុទ្ធបរិស័ទពិចារណាមើលទៀតតើទុកលំបាកឈឺចាប់នឹងប៉ុណ្ណាហើយអ្នកបញ្ជាឲ្យអាស្បែកហ្នឹងគឺជាកូនប្រុសរបស់ខ្លួនទៅទៀតជាទីស្រឡាញ់ស្មើដោយជីវិតទៅទៀតឃើញទេនឹងបានថាខ្សែជីវិតរបស់ព្រះអរិយបុគ្គលទៀតណាប្របាទពំពិសាជាបុគ្គលធ្វើបន់ច្រើនណាយើងក៏ឆ្ងល់ដែរធ្វើបន់ច្រើនម្លឹងមិនក៏ទទួលផលអីដល់មកហ្នឹងឃើញទេមិនតែសម័យនេះទេសម័យមុនហ្នឹងក៏មានអ្នកធ្វើបន់មកកណោប៉ុន្តែរឿងបន់ហើយប៉ុន្តែអកុសលបាបកម្មពីអតីតកាលនោះដែលត្រូវឲ្យផលនោះក៏មានដែរអញ្ចឹងពុទ្ធបរិស័ទសិក្សាក្នុងរឿងរ៉ាវពុទ្ធសាសនាទៅយើងលែងឆ្ងល់ថាយើងធ្វើបន់ធ្វើអីមកកណោមិនក៏យើងធ្លាក់ខ្លួនយ៉ាងនេះយ៉ាងនោះអីយើងមិនបាច់ឆ្ងល់ទេព្រោះកាលពីមុនយើងធ្វើបាបក៏ធ្វើបន់ក៏ធ្វើពេលខ្លះក៏ត្រូវបាបឲ្យផលពេលខ្លះក៏បន់ឲ្យផលអញ្ចឹងទៅយើងអត់ឆ្ងល់ក្នុងរឿងហ្នឹងទេហ្នឹងហើយសូម្បីតែព្រះបាទពំពិសាជាព្រះអរិយបុគ្គលថ្នាក់សោតាទៅទៀតណាព្រះអង្គត្រូវសោយទីវង្គតដោយការជាប្របាទហ្នឹងជាពេលល្ងាចយប់នោះព្រះបាទពំពិសាសោយទីវង្គតក្នុងខណៈដែលព្រះបាទពំពិសាសោយទីវង្គតក្នុងរាត្រីនោះអាជាសតុហ្នឹងក៏មានមហេសីដែរមានការប្រសូតបុត្រក្នុងយប់នឹងដែរដំណើរគ្នានឹងព្រះបាទពំពិសាសោយទីវង្គតបុត្រខ្លួនឯងក៏កើតប្រសូតមកសេនាទាហានប្រាប់ថាបើពិតបរិជាព្រះមហេសីរបស់ព្រះអង្គបានប្រសូតបុត្រហើយបានបុត្រាមួយល្អណាស់ស្រាប់តែមានអារម្មណ៍ស្រឡាញ់បុត្រណាអូយកូនប្រុសជាទីស្រឡាញ់កើតហើយណោះអញ្ចឹងតលពេលហ្នឹងបានដឹងថាប្របីតារបស់យើងហ្នឹងក៏ស្រឡាញ់យើងអញ្ចឹងដែរនេះឥឡូវនេះយើងស្រឡាញ់កូនហ្នឹងស្រឡាញ់ម្លឹងគាត់ទៅលើថាកើតមកសុទ្ធតែមានចិត្តមេត្តាហ្មងចិត្តអាណិតចិត្តមេត្តាចិត្តស្រឡាញ់រាប់អាហ្នឹងហូរមកដូចជាទឹកទន្លេទឹកស្ទឹងទឹកសមុទ្រអីអញ្ចឹងដល់អញ្ចឹងទៅនឹកដល់ប្របីតាថាប្របីតាយើងបែបណងជាក៏ស្រឡាញ់យើងអាណិតយើងមានមេត្តាជាមួយយើងដូចជាយើងមានមេត្តាជាមួយនឹងបុត្រនឹងដែរដល់ពេលហ្នឹងក៏សួរទៅសេនាទាហានថាប្របីតាយើងនៅក្នុងគុកណែអ្នកទាំងឡាយចូលទៅដោះលែងប្របីតាយើងមកណែពេលហ្នឹងបានដឹងកំហុសសេនាទាហានមកទូលថ្វាយថាបបិទ្ធព្រះសម្បតិទេប្របីតារបស់ទ្រង់សោយទីវង្គតមិញនេះឯងព្រះរាជាធ្លាក់ពីលើបល្ល័ង្កសន្លប់ទៀតសួរថាប្របីតាយើងយ៉ាងម៉េចប្របីតារបស់ទ្រង់សោយទីវង្គតហើយសន្លប់ទៀត3ដងគាត់នៅសន្លប់វាខុសខ្លួនអស់ក្រោយមកទៀតបបាជាសតុនឹងដឹងទេវទត្តត្រូវធរណីស្រោបនៅពេលដឹងដំណឹងថាទេវទត្តនឹងត្រូវធរណីស្រោបហើយក៏គិតថា
dương còn lo mót từ sai cục nè na mình sai cục chỉ mùi tê và tọt chẳng thôi ní nó ba chia sâu dương tới cạnh bởi chơi ở độ đôi tê và tọt chẳng đà thấy anh á nấc bay đá đăng tốt đăng cầm ho ấy na khai thôi ní sâu đôi tê và tọt tăng bị pê nô mọc ở lục bột bò đi xa tăng lại chia sạch tổ xôm bay xôm khả ma tốt và bay đa do sọp và bay đa nâng một vơ bồn nè bố chia sọp và bay đa tên để luôn nâng đăng tốt đăng cầm ho bàn tay về hua ở hái nè nâng này thưa ai chia sạch tổ nâng mình ngọp nông bật tây tê mình ngọp nông bật tây to tại so khama yên presma sam put khai presma sam put khama yên phi khẩu song khama yên sắp bỏ ra từng lai để luôn anh thưa ba bà cọ à cây nè về nữa nữa chẳng bàn thà ca sạp cục của cô pil ní khơi nè trong cõi đôi bọn sầm đài chẳng á cả sạp cục của cô pil rồi mấy sao nêu sự đây tốt ở cả đồ du ông vậy anh đang cả mà pi ca sạp cục pil lắm anh thà rương đang treo từ lược mà sầm đài chẳng ạการปีกาสายกบเปียลนั่งนะเวทเวอร์ครูนไอสร้างแนวกลมหอกมวยได้ชีอ่านนอนตรายกรรมเทวทัตเนี่ยเมียนอ่านนอนตรายกรรมให้ยังเอาไอ้บอกโกลเนี่ยสายกบครูนไอยังเวิร์นแนวอ่านนอนตรายกรรมโดยครูนไอได้ไงเนี่ยอาเจียสโตตั้งปีเปลนกมกลูกโปลธามันได้ตุ้มโลสมใบแต่มาดองเอาแต่เปลต้มเมียรามวยถาโดยเมียนไอจักปีขนองหลุมเปงได้ไอจักปีขนองมอนจังหายแต่เปบัดพเนยทาหนึ่งตรงหนึ่งสงอมไอโลนติโดยจิเมียนเกฮาวหมดสไลกลุ่มเรียมคลูนไอจังคืออะก็ซอลนั่งเวียดาตัวนี่มัดเอาเพย์เอาคลายเอาตอสลดนะเอายอกระเปเวลีนั่นเคยเนี่ยอะก็ซอลละมีการมาปีไอ้ให้ถึงรอมดังคล้วนวิหูเปลอ่ะchỉ mùi ná chỉ mùi bậc bay đa từ tiết hay bậc bay đa nó mền bậc bay đa mà nu thầm mà đa chỉ pre à ray giờ bọc côn lá và bạt pầm bị xa sau ti bồng cốt tôi cả được khăn ông cầm na dẹ sầm lanh được bao và bạt về sụp quan đại sa bà ông thọ cả được khăn ông than cha tôm ha đi chợ ca sau đi sầm bạt nè từ tua nơi sầm bạt than cha tôm ha đi chợ ca nó tràn chiết vào hai nó tạm lại bồn được bao ông được cả than ná của bạn ấy than su nóแต่เชียร์ไซด์เราบัดปมิซาสลังทานจาตอมหารีจังเนอะการจีกำนาดแยะเห็นแยะนั่งเป็นแยะไม่ชาเทะแยะสมาเทะเมียนสมบัติโดยเตวัดได้จังชิโมเป็นเนียมทาเช่นเนเวสเพะเตวบดให้อาเชียร์สโตโนโรนเนวแต่งดาวกระหายแต่งได้บานรีสมบัตินั่งเวทโดยจีบานพนมเพลิงมาอันจังรีสมบัติบานไปยาวไอ้ก็รอมอเรื่องรีสมบัตินั่งเพื่อกรรมเคราะห์มาลังแต่งได้ปะใบดาปะโกลเอาให้เนื้อแต่สกจัดได้เนื้อจ้องสำลับโยแต่มาดองปะใบดาปะโกลเอาให้เมนเอานะเอาให้นั่งนะวันใดกาใส่กุบนั่งเวทดักนวมเวทเวอเอาไอ้เชียสโตเพื่อกรรมนั่งไอตอแต่บานกลายหมดเตียนบาเชียสโตนึกหลักสมเตอขามาโตจังโจเตอขามาโตเปรียดมีนระเพียโปรบานสำหรับแบบใบดาให้แบบใบดานั่งเชียซาเวดบอกเปรียดมีนระเพียนะยังโจเตอขามาโตเปรียดมีนระเพียขนองชีวกรรมบวรเตะตรงดอลมอชีวนั่งไอเตอโปรมอชีวนั่งคือเจียเป็ดประจำริจเวียงนั่งไอเจียสโตนั่งก็รอบอ่านจะมวยมอชีวนั่งไอโจตะกอลแปลตัวเมนระเพียนั่งไงโจกอลให้ปะอังตูลซัวปัญญาทัวปะอังตรงประกาศสำในในซามมาเนี่ยพอลโซดอาเจียสโตดับยุลดังตกดังกับห่อส้มขามาโตประกาศโตระบอกขลุ่น
ចំពោះមុខនៃព្រះដ៏មានព្រះភិក្ខចំពោះព្រះភ័ក្ត្រនៃព្រះដ៏មានព្រះភិក្ខនឹងភិក្ខុសង្ឃថាខ្លួនឯងនេះបានធ្វើនៅបេតុឃាតគឺសម្រាប់បិតាលោកអត់មានលាក់បាំងទោសអីទៀតទេសារភាពទោសហើយព្រះដ៏មានព្រះភិក្ខព្រះអង្គទ្រង់ជ្រាបជាសតុនេះតទៅនឹងដឹងខ្លួនដឹងទោសដឹងកំហុសហើយជាអ្នកមានសទ្ធាឧបត្ថម្ភភិក្ខុសង្ឃក្នុងសាសនានេះច្រើនណាស់ក្រៃលែងរកបឋិជនណាមួយដែលមានសទ្ធាក្រៃលែងជាងអាជាសតុអត់មានในសម័យពុទ្ធកាលតពីព្រះអង្គប្រេតនៅពៀនទៅការធ្វើនៅបឋមសង្គីយនីគឺបបាជាសតុនេះឯងអ្នករៀបចំឧបត្ថម្ភភិក្ខុសង្ឃ500ធ្វើអារាមឧបត្ថម្ភភិក្ខុសង្ឃដើម្បីបានធ្វើសង្គីយនីដែលមានព្រះមហាកស្សបៈព្រះអានន្ទព្រះឧបល័យណាគឺអាជាសតោនេះឯងអ្នកឧបត្ថម្ភឲ្យមានសង្គីយនីក្នុងនគររាជក្រឹសហ្នឹងសង្គីយនីលើកទី1ហ្នឹងក្នុងមង្គលរទីពនេះលោកសំដែងថាដោយសារប៉ុនហ្នឹងជួយសម្រាលអាជាសតោបន្តិចដែរធម្មតាបញ្ចានន្តរយកម្មគឺត្រូវតែធ្លាក់ទៅនៅក្នុងអវិជ័យមហានរកប៉ុន្តែនេះបានទៅកាន់លោហៈគម្ភីនរកលោហៈគម្ភីនរកហ្នឹងគឺនរកហ្នឹងគ្រាន់តែត្រាំនៅក្នុងទឹកក្តៅណាដែលមានជម្រៅ30000យោជពីមាត់ខ្ទះដល់បាតខ្ទះហ្នឹងហើយ30000ឆ្នាំឡើងមកដល់មាត់ខ្ទះ30000ឆ្នាំទៅដល់បាតខ្ទះហ្នឹងដែលទឹកនឹងវិវលគួចចឹងហ្នឹងហើយឥឡូវនេះអាជាសតោត្រង់នៅក្នុងខ្ទះដែកដែលកំពុងតែក្តៅរលេះរលួយនៅក្នុងលោហៈគម្ភីនរកនឹងឯងតាមដែលបុណ្យរបស់ព្រះរាជាច្រើនណាស់ប៉ុន្តែបុណ្យនឹងទុកមួយឡែកសិនត្រូវទទួលនៅទោសនៃបេតុឃាតគឺសម្រាប់បិតាសិនឃើញទេហើយក្នុងអនាគតកាលព្រះដ៏មានភាពព្រះអង្គទ្រង់ព្យាករទៀតបន្ទាប់ពីអស់កម្មពីនរកនឹងមកបានកើតជាមនុស្សហើយបានជាព្រះបច្ចេកពុទ្ធព្រះនាមថាវិជិតាវីជាសតោហើយលោកពោលថានៅពេលដែលអាជាសតោស្ដាប់ធម៌របស់ព្រះដ៏មានព្រះភិក្ខនៅឯជីវកម្មប្រវត្តិថ្ងៃដែលចូលទៅខមាទោសព្រះដ៏មានព្រះភិក្ខហ្នឹងបើសិនជាអាជាសតោមិនបានកាត់ពន្លិចនៅបបៃតាមិនបានធ្វើនៅបេតុឃាតទេអាជាសតោត្រូវបានសម្រេចជាសោតាបណ្ណបុគ្គលបន្តអំពីស្ដាប់នៅសាមញ្ញផលសូត្រប៉ុន្តែអាជាសតោបានត្រឹមតែត្រៃស្រណគមប៉ុណ្ណោះខមាទោសព្រះអង្គថ្វាយបង្គំព្រះអង្គក្នុងជីវកម្មប្រវត្តិផ្លូវទៅភ្នំកិច្ចកោតបច្ចុប្បន្នហ្នឹងគោរពព្រះអង្គណាថ្វាយបង្គំលាហ្នឹងដើរថយក្រោយថយរហូតដល់ផុតកតុយភ្នែកបានបត់ទៅវាំងគោរពព្រះរាមាភិក្ខណាចុងក្រោយដឹងទោសតែដឹងទោសហ្នឹងហើយដឹងទោសដឹងកំហុសព្រោះទេវតតដែលជាសាស្តារបស់ខ្លួនហ្នឹងពធនេះស្រោបមួយហើយខ្លួនឯងធ្វើកម្មនឹងស្ដាយក្រោយដល់ទៅពេលស្ដាយវាហួសពេលនេះចង់បញ្ជាក់ថាការសែបគប់បុគ្គលពេលហ្នឹងហ៊ានធ្វើតាមបុគ្គលពេលឲ្យក្រៃលែងចុងក្រោយបានត្រឹមស្ដាយក្រោយទេស្ដាយបានការអីបើហួសអស់ហើយហ្នឹងហើយឃើញទេអញ្ចឹងបានថារឿងការសែបគប់បុគ្គលពេលនេះវាជាកំហុសមួយដ៏ធ្ងន់បំផុតដែលយើងគួរខ្លាចគួរវាចាកថាមិនគួរណាទៅសែបគប់បុគ្គលពេលឲ្យខ្លួនឯងធ្វើបាបកម្មអាក្រក់សែនអាក្រក់អីម្លឹងនោះណាមិនគួរសោះចឹងបានពុទ្ធបរិស័ទយើងទាំងអស់គ្នាងាកមកសែបគប់សប្បុរសបានព្រះរាមាភិបព្រះអង្គសម្ដែងថាសត្វទាំងឡាយត្រូវគ្នាដោយធាតុតាំងពីអតីតកាលក្តីអនាគតកាលក្តីបច្ចុប្បន្នកាលក្តីសត្វទាំងឡាយទាំងពួងត្រូវគ្នាដោយធាតុអ្នកមានសទ្ធាត្រូវគ្នាដោយអ្នកមានសទ្ធាទៅអ្នកអត់សទ្ធាត្រូវគ្នាដោយអ្នកអត់សទ្ធាទៅអ្នកមានហិរិអត្តបៈក៏ត្រូវគ្នាទៅ
អ្នកមានសិលដូចគ្នាអ្នកអត់មានហេរេអត់តបៈអត់ខ្លាចបាបអត់ខ្មាស់បាបក៏ត្រូវគ្នាទៅអ្នកអត់មានសត្តចាកៈបញ្ញាអត់ធ្វើទានអត់អីហ្នឹងត្រូវគ្នាមកក្រុមហ្នឹងទៅហើយអ្នកដែលធ្វើសេចក្តីល្អមានសត្តចាកៈបញ្ញាក៏ត្រូវគ្នាម្ដុំហ្នឹងទៅព្រះរាមាភិបអង្គសម្ដែងធម្មនីលើភិក្ខុទាំងឡាយដូចជាប្រេងក៏ត្រូវគ្នាដោយប្រេងទៅស្ករត្រូវគ្នាដោយស្ករទៅអំបិលត្រូវគ្នាដោយអំបិលទៅទឹកអំពៅត្រូវគ្នាដោយទឹកអំពៅទៅដែលទឹកអំពៅទៅលាយទឹកក្រូចឲ្យមិនចូលគ្នាក៏វាមិនដូចគ្នាដែរវានៅតែអត់ត្រូវធៀបគ្នាអញ្ចឹងឧទាហរណ៍យកទឹកដោះគោទៅលាយជាមួយទឹកអំពៅវាចាក់ចូលគ្នាមែនតែវាមើលទៅវាខុសគ្នាបណ្ដោយតែបើទឹកអំពៅឲ្យទឹកអំពៅដូចដាក់ទៅវាដូចតែគ្នាបណ្ដោយឃើញទេបានព្រះអង្គសម្ដែងថាសត្វទាំងឡាយទាំងពួងត្រូវគ្នាដោយធាតុអញ្ចឹងបានជាយើងចេះតែឃើញអ្នកខ្លះថាចុះក្រុមចៅហ្នឹងចេះតែរាប់អានគ្នាកើតដែរណោះទៅទាំងវងអ្នកលេងលបែងភ្នាល់អីផ្សេងអញ្ចឹងទៅទាំងពួកទាំងក្រុមឃើញប៉ូលីសចាប់បានទាំងវងមិនក៏ទៅបានគ្នាច្រើនម្ល៉េះថាវាត្រូវគ្នាដោយធាតុហ្នឹងហើយត្រូវគ្នាដោយធាតុគឺអាធាតុសន្សំមកហ្នឹងវាចូលចិត្តអញ្ចឹងហើយលោកពោលថាអ្នកដែលចូលចិត្តនិយាយកុហកហ្នឹងត្រូវគ្នាជាមួយនឹងអ្នកនិយាយកុហកហ្នឹងឯងអ្នកនិយាយញុះញង់ចូលចិត្តគ្នាអញ្ចឹងទៅជួបជុំគ្នានិយាយញុះញង់អីផ្សេងអញ្ចឹងទៅហ្នឹងហើយត្រូវធាតុគ្នាអញ្ចឹងដើម្បីកែទម្លាប់របស់យើងកុំឲ្យវាត្រូវធាតុជាមួយនឹងអកុសលធាតុហ្នឹងយើងរៀនខ្សែគប់ជាមួយនឹងសប្បុរសទៅកែទម្លាប់អាក្រក់របស់យើងបានបើមិនអញ្ចឹងទេយើងនឹងត្រូវធាតុជាមួយនឹងអកុសលធម៌នៅពេលដែលយើងដល់នៅសេចក្តីវិនិច្ឆ័យណាអត់មានបុគ្គលពេលណាទៅជួយយើងបានទេវតតអវិជ័យនរកអជាសតោលោហកុម្ភីនរកសុទ្ធតែសេចក្តីទុកដែលមិនមែនជាការដាក់អាជ្ញាអំពីម្ចាស់បំណុលអីប្របាទពឹមពិសាប្របីដានឹងទៅដាក់ទោសអីវិញអត់ទេអានេះរឿងកម្មតារឿងកម្មច្បាប់ធម្មជាតិចាត់ចែងតាហើយកាលដែលធ្វើទរណកម្មប្របីដាប្រមាណខែអីប៉ុណ្ណឹងទៅក៏បីដាសោយទីបង្គត់ទៅហើយដល់ទទួលទោសវិញមិនមែនប្រមាណខែហ្នឹងឯណាឥឡូវនេះធ្លាក់ទៅក្នុងឆ្នាំងខ្ទះក្តៅហ្នឹងខ្ទះទឹកក្តៅពុះហើយពុះដោយសំណរលាយដៃរលាយហ្នឹងបើគិតពីសម័យពុទ្ធកាលមកដល់ឥឡូវទៅបាន2000ឆ្នាំជាងហើយលោកពោលថាចូលទៅបាតខ្ទះ30000ឆ្នាំទីខ្លះថា20000តែ2ក្តី3ក្តីវាយូរណាស់ឥឡូវទៅបាន2000ឆ្នាំជាងហ្នឹងបើគិតថាអណ្ដែតពីបាតឬក៏ចុះពីមាត់ឆ្នាំងឬក៏មាត់ខ្ទះហ្នឹងទៅបាន2000ឆ្នាំជាងហ្នឹងហើយឡើងចុះឡើង30000ឆ្នាំចុះ30000ឆ្នាំអញ្ចឹងនេះហើយកើតមកអំពីអីខ្សែគប់ខុសសម័យមានសប្បុរសអត់ខ្សែគប់សប្បុរសហើយខ្សែគប់ជាមួយនឹងភិក្ខុពាលចឹងបានថាយើងសំណាងដែរយើងមិនទៅខ្សែគប់បុគ្គលពាលអាក្រក់អាក្រីក្រៃលែងណាហើយក៏ត្រូវតែប្រយ័ត្នប្រយែងតទៅផងដែរថាដើម្បីឲ្យដំណើរតទៅមុខទៀតយើងបានល្អសុខចម្រើនកើតជាមនុស្សទៅកាន់ទេវតាឋានសួគ៌មិនទាន់បរិនិព្វានអីយ៉ាងណាកុំឲ្យទៅកាន់អបាយភូមិហ្នឹងហើយបានឡើងខ្ពស់ទៅកាន់ទេវភូមិអីចឹងទៅបើមិនទាន់អស់ជាតិអស់កំណើតអីបានសោយសុខក្នុងទេវលោកស្ដាប់ធម៌ព្រះអរិយៈអីចឹងទៅគួរតែខ្សែគប់សប្បុរសគួរតែធ្វើនៅអំពើល្អឲ្យច្រើនកុំនឿយណាយនឹងការខ្សែគប់សប្បុរសកុំនឿយណាយនឹងការធ្វើអំពើល្អរបស់យើងនឹងឯងដែលជួយយើងឲ្យរួចផុតអំពីអន្លង់នៃអបាយភូមិឬក៏អន្លង់នៃនរកប្រែតនឹងឯងមានតែអំពើល្អរបស់ខ្លួនប៉ុណ្ណោះ
អំពើល្អដែលយើងអាចធ្វើទៅបានហ្នឹងអាស្រ័យការខ្សែគប់សប្បុរសតែម្យ៉ាងគត់ដែលតម្រង់ទិសជំរុញជំនួយឲ្យយើងបានទៅដល់សុគតិភពនិងព្រះនិព្វានមានតែការខ្សែគប់សប្បុរសការខ្សែគប់នេះជាគុណធម៌ដ៏អស្ចារ្យបំផុតដែលយើងគួរតែស្វែងរកសប្បុរសដើម្បីខ្សែគប់ព្រះបរមពុរិស័ទលោកថាម៉េចជនណាមានកាយកម្មល្អវិជ័យកម្មល្អមនោកម្មល្អលោកប្រាប់កូនថាកូនណាចូលទៅរាប់អានជននោះជាម្ដាយជាឪពុកទៅបានន័យថាបណ្ឌិតទាំងឡាយទាំងពួងទុកដូរជាម្ដាយឪពុករបស់យើងអញ្ចឹងបណ្ឌិតសប្បុរសលោកអ្នកមានសិលដូចម្ដាយឪពុកបានន័យថាមិនបៀតបៀនយើងទេមិនបៀតបៀនយើងទេនឹងបណ្ឌិតសប្បុរសទៀតហ្នឹងហើយនេះធម្មទាន